មិនអាចប្រួលដៃគូប្រកួតបានលោកជីមមីលំដាប់រងទី1 MGC 2025បន្ទោសគ្រប់យ៉ាងមកពីរឿងនេះការប្រកួត Mr. Grand Cambodia 2025បានបញ្ចប់ទៅយ៉ាងរលូនដោយលោកជួបចក្រាវុធគឺជាម្ចាស់ជ័យលាភីនិងត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេសហ្វីលីពីនចំណែកលោកជីមីបានត្រឹមតែលំដាប់រងទី1ប៉ុណ្ណោះធ្វើឲ្យលោកមានការខកចិត្តជាខ្លាំងដោយមិនអាចព្រួលដៃគូប្រកួតបានបុរសសង្ហាជីមីបានត្រឹមតែនិយាយថាគ្រប់យ៉ាងត្រូវការពេលវេលាដើម្បីសម្រេចវាទោះពេលខ្លះវាអាចយូរឬក៏ឆាប់អាស្រ័យលើការខិតខំប្រឹងប្រែងនិងឱកាសគ្មានភាពជោគជ័យណាបាននឹងកើតឡើងដោយឯងនោះទេចូលជឿជាក់លើខ្លួនអ្នកធ្វើវានឹងបន្តក្តីស្រមៃរបស់អ្នកព្រោះថាថ្ងៃណាមួយអាចជារូបអ្នកដូច្នេះចូលកុំបាក់ទឹកចិត្តហើយស៊ូបន្តជាមួយគ្នាមិនថាទេពកោសល្យសមត្ថភាពនិងចំណេះដឹងលោកមានគ្រប់លក្ខណៈតែទោះជាយ៉ាងណានេះជាការសម្រេចចិត្តរបស់គណៈកម្មការនិងបងប្អូនដែលបានបោះឆ្នោតអ្វីត្បិតតែបរាជ័យក្នុងការប្រកួតបុរសឯកនេះលោកជីមីនឹងចូលរួមប្រកួតប្រជែងក្នុងវិស័យបុរសឯកជាថ្មីម្ដងទៀតនៅពេលណាមួយដោយរំពឹងថាខ្លួនអាចនឹងក្លាយជាម្ចាស់ជ័យលាភីពីគណៈកម្មការណាមួយដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនលោកជីមីមិនត្រឹមតែជាតារាបង្ហាញម៉ូដដ៏លេចធ្លោម្នាក់ប៉ុណ្ណោះទេលោកក៏ជាតារាសម្ដែងល្បីឈ្មោះផងដែរពីព្រោះលោកមានរូបរាងនិងមុខមាត់ស្រស់សង្ហាមិនចាញ់តារាបរទេសឡើយ